សួស្តីហ្វេនៗទាំងអស់គ្នាថ្ងៃនេះ admin នាំយករឿងថ្មីមួយមកទៀតហើយចាគឺមកសម្រាយជូនអ្នកទាំងអស់គ្នាស្ដាប់កំសាន្តដែលរឿងហ្នឹងមានចំណងជើងថាជីវិតទី2របស់រូអ៊ីចំពោះរឿងគំនុំស្នេហ៍នីតិខរដូវ admin បានសម្រាយរួចហើយតែក៏មិនអាចផុសបានទេដោយសារតែផុសទៅគឺមានបញ្ហាអ្នកនរគ្នាផុសទៅគឺថាជាប់ផុសទៅគឺថាជឿបរហូតអញ្ចឹងហើយអត់អាចផុសបានទេ admin សុំទោសផងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងតែម្ដងទៅផ្ដើមរឿងដំបូងតួស្រីរបស់យើងកំពុងទទួលព្រះរាជសារពីស្ដេចដែលតែងតាំងតួស្រីរបស់យើងគឺជាស្នំលំដាប់ទី1ហើយនៅក្នុងរឿងនេះតួស្រីរបស់យើងមានឈ្មោះថារូអ៊ីតួស្រីបានរៀបការជាមួយនិស្សិតក្រីក្រម្នាក់ដែលត្រូវបានស្ដេចនឹងតែងតាំងឲ្យធ្វើជាមន្ត្រីធំនៅក្នុងព្រះរាជវាំងហើយប្អូនស្រីរបស់តួស្រីដែលមានឈ្មោះថារូយាណាក៏បាននៅក្នុងនឹងដែរនៅពេលដែលឃើញបងស្រីរបស់ខ្លួនមានវាសនាល្អហើយទទួលបានឋានៈខ្ពស់ជាងខ្លួនណានាងក៏កើតចិត្តចំណែននឹងតួស្រីនាងក៏រត់ចូលទៅរកតួស្រីហើយក៏ដកយកស្នៀតសក់របស់នាងនឹងមកចាក់សម្រាប់តួស្រីពេលនោះតួស្រីក៏ដកយកស្នៀតសក់របស់ខ្លួនចាក់ទៅលើប្អូនស្រីរបស់ខ្លួនវិញអ្នកទាំងពីរក៏បានដួលស្លាប់ទាំងសងខាងតែម្ដងទៅសាច់រឿងរបស់យើងក៏បានវិលត្រឡប់មកពេលដែលតួស្រីកំពុងតែទទួលបានលិខិតរៀបការពីម្ដាយចុងរបស់ខ្លួនដែលនៅត្រង់នេះគឺជាជីវិតទី2របស់តួស្រីយើងក៏ដឹងភ្លាមថាខ្លួនបានវិលត្រឡប់មកសារជាថ្មីហើយប្អូនស្រីរបស់ខ្លួនក៏បានដឹងដែរថាខ្លួននឹងបានត្រឡប់មកម្ដងទៀតដែលជីវិតមុនប្អូនស្រីរបស់តួស្រីនឹងបានជ្រើសរើសយករៀបការជាមួយនឹងអបរាជតូចហើយចំណែកឯតួស្រីបានរៀបការជាមួយនឹងនិស្សិតក្រីក្រដែលត្រូវជាប្តីរបស់តួស្រីកាលពីជាតិមុនតែម្ដងនេះប្អូនស្រីរបស់តួស្រីបានរើសរៀបការជាមួយនឹងនិស្សិតក្រីក្រវិញម្ដងពីព្រោះតែនាងគិតថាជីវិតមុននិស្សិតក្រីក្របានក្លាយជាមន្ត្រីធំនៅក្នុងព្រះរាជវាំងអញ្ចឹងហើយជាតិនេះក៏ដូចគ្នាដែរពេលដែលគិតបែបនេះហើយនាងក៏ជ្រើសរើសយករៀបការជាមួយនិស្សិតក្រីក្រតែម្ដងទៅហើយបង្ខំឲ្យតួស្រីរបស់យើងរៀបការជាមួយអបរាជតូចវិញដែលអបរាជតូចហ្នឹងគឺត្រូវជាតួប្រុសរបស់យើងនឹងតែម្ដងប្អូនស្រីរបស់តួស្រីក៏បានប្រាប់ម្ដាយរបស់ខ្លួនថាខ្លួនណាគឺត្រឡប់ពេលវេលាមកសារជាថ្មីហើយជីវិតនេះនាងនឹងជ្រើសរើសឲ្យល្អជាងតួស្រីហើយបានប្រាប់ម្ដាយថាឲ្យបង្ខំឲ្យតួស្រីរៀបការជាមួយអបរាជតូចទៅម្ដាយចុងរបស់តួស្រីហ្នឹងក៏យល់ព្រមហើយក៏ឲ្យតួស្រីហ្នឹងរៀបការជាមួយតួប្រុសទៅដែលតួប្រុសហ្នឹងគឺជាអបរាជតូចនឹងឯងតួស្រីពេលដែលដឹងថាប្អូនរបស់ខ្លួនចង់រៀបការជាមួយនិស្សិតក្រីក្រនាងក៏យល់ព្រមហើយរឿងរបស់យើងក៏កាត់ចូលមកដល់តួប្រុសវិញតួប្រុសរបស់យើងកំពុងបញ្ចេញទ្វេដៃបាញ់ព្រួយឲ្យព្រះអង្គទតមើលព្រះអង្គបានស្ញប់ស្ញែងនឹងសរសើរតួប្រុសហើយបបួលតួប្រុសទៅផឹកជុំគ្នាតែតួប្រុសក៏និយាយថាខ្លួនមានធុរៈបន្តិចក៏សុំព្រះអង្គចេញពីវាំងតួប្រុសបន្ទាប់ពីចេញពីវាំងហើយបានចូលមកបូនស្រីដើម្បីយកលុយមកលាស់ខ្លួនស្រីម្នាក់ហើយមូលហេតុដែលតួប្រុសលាស់ខ្លួនស្រីម្នាក់ហ្នឹងគឺដោយសារតែឪពុករបស់ស្រីបនម្នាក់ហ្នឹងគាត់មានគុណទៅលើតួប្រុសដែលបានជួយតួប្រុសឲ្យផុតពីការដេញសម្លាប់របស់អ្នកឈ្លានពានទឹកដីរបស់ខ្លួននឹងឯងយើងក៏កាត់មកដល់តួស្រីវិញម្ដងតួស្រីបានយកដំណឹងដែលខ្លួនបានរៀបការជាមួយអបរាជតូចនេះទៅប្រាប់ម្ដាយពេលមកដល់ក៏ជួបជាមួយនឹងអ្នកបម្រើរបស់ប្អូនស្រីដែលបានគម្រាមថានឹងផ្ដាច់ថ្នាំរបស់ម្ដាយតួស្រីពេលដែលឃើញបែបនេះតួស្រីក៏ដើរចូលទៅហើយក៏ទះកំភ្លាមមួយដៃហើយក៏និយាយថាយើងគឺជាគូដណ្ដឹងរបស់រកអបរាជតូចយើងនឹងដេញនាងចេញហើយក៏បញ្ជាឲ្យគេមកចាប់យកអ្នកបម្រើនោះចេញទៅនិងបញ្ជាឲ្យយកទៅលក់តែម្ដងទៅបន្ទាប់មកតួស្រីក៏និយាយទៅកាន់អ្នកបម្រើដែលនៅក្នុងផ្ទះនោះទាំងអស់ថាចាប់ពីថ្ងៃនេះទៅយើងគឺជាគូដណ្ដឹងរបស់លោកអបរាជតូចដែលមានអំណាចធំជាងគេនៅក្នុងស្រុកនេះដូច្នេះហើយបើមានអ្នកណាហ៊ានចូលមកធ្វើបាបយើងឬក៏ម្ដាយរបស់យើងប្រៀបបានជាធ្វើជាសត្រូវជាមួយនឹងលោកអបរាជតូចអញ្ចឹងតួស្រីក៏រត់មកមើលម្ដាយរបស់ខ្លួនហើយក៏បានរៀបរាប់ប្រាប់ម្ដាយថានាងគឺបានរៀបការជាមួយនឹងអបរាជតូចហើយម្ដាយពេលដែលឮបែបនេះក៏សួរហើយតួស្រីក៏បានរៀបរាប់ប្រាប់ថាប្អូនស្រីរបស់ខ្លួននឹងបានសុំដូរ
មករៀបការជាមួយនឹងនិស្សិតក្រីក្រហើយឲ្យខ្លួនរៀបការជាមួយនឹងលោកឧបរាជម្ដាយក៏សប្បាយចិត្តរឿងក៏កាត់មកពេលដែលតួស្រីបានឲ្យអ្នកបម្រើរៀបចំតុបតែងផ្ទះម្ដាយរបស់តួស្រីសប្បាយចិត្តយ៉ាងខ្លាំងព្រោះឃើញកូនរៀបការជាមួយមនុស្សដែលមានអំណាចហើយរឿងរបស់យើងក៏បានចប់តែត្រឹមនេះដែរអ្នកទាំងអស់គ្នាចំពោះភាគ1និងភាគ2នេះអត់មានសុំទោសផងបើសិនជាមានកំហុសខុសឆ្គងអីអញ្ចឹងរងចាំតាមដាននៅភាគបន្តទៀតណាអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយជម្រាបលា